នីតិបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអមលំហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាណាចក្រព្រះរាជាគណៈព្រះមេគុណព្រះអនុគុណព្រះថេរានុថេរៈគ្រប់អង្គជាទីសក្ការៈសម្ដេចឯកឧត្តមលោកជំទាវអស់លោកស្រីឯកឧត្តមអគ្គរដ្ឋទូតព្រះរាជធានីដែលមានវត្តមាននៅទីនេះថ្ងៃនេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំមានកិត្តិយសមានក្តីសោមនស្សនិងកិត្តិយសបំផុតដែលបានប្រកាសណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ព្រះបរមរាជានុញ្ញាតឲ្យទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមដោយផ្ទាល់ក្នុងពិធីបើកអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីពិបាកជាងគេពិបាកអានសន្ទរកថានឹងបើនិយាយគឺស្រួលទៅវិញទៅដល់និយាយទៅធ្លោទៅរបស់ហើយបើដល់អានសន្ទរកថាវាជាប់អាកដាស់នោះចុះឡើងនៅចូលរួមដោយផ្ទាល់ក្នុងពិធីអនុសង្ឃវជ្រៈមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី33នាពេលនេះក្នុងព្រះបរមនាមព្រះករណាជាអម្ចាស់ជីវិតលើត្បូងនិងក្នុងនាមទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំផ្ទាល់សូមថ្លែងអំណរព្រះគុណនិងអរគុណប្រកបដោយសទ្ធាជ្រះថ្លានិងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈដែលបានយាងនិមន្តនិងអញ្ជើញចូលរួមក្នុងពិធីអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃក្នុងគោលបំណងវាយតម្លៃការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃដើម្បីកែលម្អបទកថានិងគោលការណ៍សម្រាប់ដឹកនាំនិងគ្រប់គ្រងពុទ្ធសាសនាព្រះពុទ្ធសាសនាកំណត់និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយព្រមទាំងតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសង្ឃប្រកាសដែលបានដាក់ចេញនាឆ្នាំកន្លងមកសម្ដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសន្តិភាពការលើកស្ទួយប្រពៃណីទំនៀមទម្លាប់និងការអភិវឌ្ឍប្រទេសជាតិតាមរយៈការអភិរក្សនិងការអភិវឌ្ឍព្រះពុទ្ធសាសនាការត្រួតត្រងនិងការលើកកម្ពស់សីលធម៌សង្គមនិងសុខដុមនីយកម្មសាសនានៅកម្ពុជាជាមួយគ្នានេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តមចៃបុរិនរដ្ឋមន្ត្រីក្រសួងផាកធម្មការនិងសាសនាដែលបានលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈក្នុងវិស័យធម្មការនិងសាសនាជាពិសេសការពង្រឹងនិងពង្រីកពុទ្ធកសិក្សាការរីកចម្រើនជាបន្តបន្ទាប់លើវិស័យពាហរសាសនានិងសុខដុមនីយកម្មសាសនាដែលជាបរិលក្ខខណ្ឌសម្រាប់សុខសន្តិភាពសុខដុមរមនាសង្គមនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងចីរភាពសម្ដេចព្រះរាជគុណព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈអង្គពិធីជាទីមេត្រីប
បព្វបរោះខ្មែរបានបន្សល់ទុកនៅប្រពៃណីទំនៀមទម្លាប់និងវប្បធម៌ដ៏ល្អផូរផង់ឈរលើមូលដ្ឋាននៃមេត្តាករណាមុទិតានិងឧបេក្ខាដែលបានចរិតនៅក្នុងបេះដូងខ្មែរព្រមទាំងបានផ្សារភ្ជាប់កូនខ្មែរទាំងអស់ជាគ្រួសារមួយជាសហគមន៍មួយនិងជាពូជសាសន៍មួយហើយលើគុណតម្លៃនិងទួនាទីរបស់ព្រះពុទ្ធសាសនាដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែពុំមានការរឹតបន្តឹងលើសិទ្ធិសេរីភាពខាងសាសនានោះទេនេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយដែលវិស័យសាសនារួមមានព្រះពុទ្ធសាសនាឥស្លាមសាសនាគ្រិស្តសាសនានិងសាសនាដទៃទៀតត្រូវបានបើកទូលាយក្នុងការប្រតិបត្តិជំនឿហើយធ្វើឲ្យប្រជាជនដែលរស់នៅក្នុងសង្គមកម្ពុជាអាចរស់នៅក្នុងសុខដុមរមនាមិនមានទំនាស់ប្រេះឆាឬចំនួនសាសនានោះឡើយទន្ទឹមនេះព្រះពុទ្ធសាសនាបាននឹងកំពុងជះឥទ្ធិពលលើប្រព័ន្ធនយោបាយសង្គមនិងសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍផ្នត់គំនិតអេរិយាបថនិងសកម្មភាពដែលឈរលើមូលដ្ឋានទស្សនវិជ្ជាព្រះពុទ្ធក្នុងន័យនេះព្រះពុទ្ធសាសនាគឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរជីវិតជំនាញទាំងផ្លូវចិត្តនិងផ្លូវកាយរបស់ប្រជាពលរដ្ឋខ្មែរដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាពបរិយាបន្ននិងចីរភាពម្យ៉ាងទៀតព្រះពុទ្ធសាសនាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខដុមរមនាសង្គមនិងនយោបាយកម្ពុជាតាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្ដីផលកម្មលើសពីនេះការកំណត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋសបញ្ជាក់អំពីការផ្សារភ្ជាប់រវាងការគ្រប់គ្រងរដ្ឋជាមួយនឹងព្រះពុទ្ធសាសនាឬទំនាក់ទំនងរវាងពុទ្ធចក្រនិងអាណាចក្រដែលជាចំណងវិចារវិជ្ជាបំពេញឲ្យឃ្លាទៅវិញទៅមកនិងជៀសមិនបាននេះមានន័យថាការរីកចម្រើនខាងផ្នែកអាណាចក្រត្រូវតែមានការលើកកម្ពស់ខាងផ្នែកពុទ្ធចក្រដើម្បីឲ្យរដ្ឋទទួលបានផលប្រយោជន៍មកវិញជាការចេះដឹងនិងការធ្វើអំពើល្អរបស់ប្រជាពលរដ្ឋទាំងនេះហើយដែលបង្កលក្ខណៈឲ្យរដ្ឋគ្រប់គ្រងបានយ៉ាងកាន់តែប្រសើរព្រមទាំងមិនមានបញ្ហាហិង្សាឬអំពើបាបកម្មកើតឡើងក្នុងសង្គមនៅពេលដែលពលរដ្ឋមានសេចក្តីសុខនិងរីកចម្រើនក្នុងជីវភាពប្រសង់ក៏មានចង្ហាន់ល្អនិងទទួលបានវិភាគទានសម្រាប់កសាងទីអារាមសេនាសនៈក៏បានល្អដែរបរិយាសម្ដេចបរិយាគុណប្រសង់សម្ដេចឯកឧត្តមលោកជំទាវអនុញ្ញាតឲ្យខ្ញុំបានបញ្ជាក់នៅលើចំណុចនេះបន្តិចដែលនេះគឺមិនមែនជាបញ្ហាថ្មីថ្មោងដែលខ្ញុំប្រកាសណាខ្ញុំបញ្ជាក់នោះទេតកតងទំនាក់ទំនងរវាងពុទ្ធសាសនាឬក៏និយាយបែបថាអាណាចក្រនិងពុទ្ធចក្ររឿងនេះមិនអាចផ្ដាច់ចេញពីគ្នាបានទេចំណងតកតងនៅទីនេះគឺជ្រាលជ្រៅណាស់ខ្ញុំកាលណាខ្ញុំគួរតែរំលឹកក្នុងទស្សនៈទានក្នុងការដឹកនាំក្នុងរយៈកាលជិត4ទសវត្សរ៍កន្លងទៅនេះក្នុងតួនាទីជានាយករដ្ឋមន្ត្រីអមទៅដោយតួនាទីផ្សេងក្នុងរដ្ឋាភិបាលតាំងពី
ឆ្នាំ1979ខ្ញុំប្រកាសណាខ្ញុំតែងប្រកាន់ភ្ជាប់នៅការបំពេញឲ្យគ្នារវាងពុទ្ធចក្រនិងអាណាចក្រយើងអាចសង្កេតឃើញថានៅពេលណាដែលអាណាចក្រត្រូវរង្គោះរង្គើត្រូវអន់ថយពេលនោះពុទ្ធចក្រក៏នឹងបានបាត់បង់ទៅដែរតួយ៉ាងដូចជាសម័យប៉ុលពតនៅពេលដែលពុទ្ធអាណាចក្រត្រូវរង្គោះរង្គើអំពើបលាយពូជសាសន៍មួយបានកើតឡើងមិនមែនគ្រោះថ្នាក់សម្រាប់តែខាងផ្លូវរដ្ឋនោះទេក៏ប៉ុន្តែប្រសង់ក៏ត្រូវទទួលដូចគ្នាដែរហើយមិនមែនគ្រាន់តែប្រសង់នៅក្នុងពុទ្ធសាសនាទេគ្រឹះសាសនានិងអ៊ីស្លាមសាសនាក៏ដូចជាសាសនាដទៃទៀតក៏ត្រូវបានបំផ្លិចបំផ្លាញដូចគ្នាដែរនៅពេលដែលមានបញ្ហាតាក់ទិនដែលកន្លងទៅនេះកាលណាតែប្រជាជនខ្វះឧទាហរណ៍ថាប្រជាជនឬក៏ថារដ្ឋក៏ដូចជាប្រជាជនជួបការលំបាកប្រសងក៏ខ្វះចង្ហាន់ដែរពេលមានគ្រោះទឹកជំនន់គ្រោះរាំងស្ងួតប្រជាជនជួបការលំបាកគឺប្រសងពេលនោះប្រសងក៏គ្មានចង្ហាន់ល្អដែរប៉ុន្តែបើសិនជាប្រជាជនរស់ស៊ីមានបានរដ្ឋមានប្រាក់ចំណូលខ្ពស់គឺពេលនោះប្រសងទីអារាមប្រសងក៏មានចង្ហាន់ល្អហើយទីអារាមក៏មាននៅការចូលរួមដើម្បីកសាងសេនាសនៈនៅក្នុងទីអារាមនានាផងដែរឥឡូវយើងបានឃើញពិតប្រាកដហើយនៅពេលដែលសង្គ្រាមព្រំដែនកម្ពុជាថៃបានកើតឡើងអ្នកដែលរងគ្រោះមិនមែនគ្រាន់តែប្រជាជនទេគឺប្រសង់ព្រោះក្របកំភ្លើងវាអត់ស្គាល់នៅទីអារាមទេដូចជានៅទីអារាមមួយចំនួនដែលត្រូវក្របកំភ្លើងបាញ់មកលើទីអារាមនោះប្រសង់ក៏ត្រូវជួបការលំបាកក៏ត្រូវភៀសសឹកដូចគ្នាដូច្នេះចំណុចនេះគឺត្រូវតែคล้ายទៅជាទស្សនវិជ្ជាคล้ายទៅជាប្រធានបទដែលរាជរដ្ឋាភិបាលត្រូវតែប្រមូលផ្ដុំយកចិត្តទុកដាក់ទៅលើការបំពេញឲ្យគ្នាខាងផ្នែករដ្ឋវិនិយោគទៅលើវិស័យសាសនាតាមរយៈការផ្ដល់ជំនឿសពបែបយ៉ាងសម្រាប់សាសនាឲ្យសាសនាអភិវឌ្ឍតាមរយៈនៃការជំរុញបង្កើននៅការសាលារៀនផ្នែកពាក់ទិនជាមួយនឹងចំណេះទូទៅក៏ដូចជាវិស័យសាសនារដ្ឋទទួលបានមកវិញគឺអ្វីរដ្ឋនឹងទទួលបានមកវិញនៅផលប្រយោជន៍យ៉ាងធំនៅត្រង់ថាគ្មានសាសនាណានៅលើពិភពលោកនេះឬនៅកម្ពុជាអប់រំពុទ្ធសាសនិករបស់ខ្លួនឲ្យប្រព្រឹត្តអំពើបាបទេដូច្នេះប្រសិនបើប្រជាពលរដ្ឋបានទទួលនៅការអប់រំប្រជាពលរដ្ឋមានគុណធម៌ល្អមានសិលធម៌ល្អគឺពេលនោះហើយជាពេលវេលាដែលល្អបំផុតសម្រាប់សំទោសឥឡូវតទូរស័ព្ទញ័រគឺទៅពេលតបជើងគូប៉ុន្តែបែរជាមិនអីទេបើពើមាញ់ប្រគល់ភារកិច្ចហៅទៅមេតបជើងគូហើយជួយរកឯកសារគាត់អ្នកណាប្រាប់ទៅថាខ្ញុំកំពុងថ្លែងសន្ទរកថាបើជាគាត់នៅអីនៅហៅទៅម៉ៅសុផាន់បន្តិចអ្នកណាហៅទៅម៉ៅសុផាន់បន្តិចថាកុំហៅមកទៀតខ្ញុំកំពុងថ្លែងសន្ទរកថាខ្ញុំសូមបន្តរឿងនេះអញ្ចឹងជាការបំពេញឲ្យគ្នារដ្ឋវិនិយោគជួយទៅលើពុទ្ធសាសនា
និងសាសនាដទៃទៀតប៉ុន្តែសាសនាដទៃទៀតមានចំណែកជួយត្រឡប់មកវិញទៅលើការអប់រំសិលធម៌គុណធម៌អំពើល្អចំពោះពលរដ្ឋដូច្នេះវាបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋរបស់យើងឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក្នុងសង្គមប្រសិនបើមនុស្សភាគច្រើនប្រព្រឹត្តអាក្រក់គឺច្បាស់ណាស់ថារដ្ឋពិបាកគ្រប់គ្រងហើយពិបាកគ្រប់គ្រងដូចជាអំពើជ្រុលនិយមច្រើនហួសវាទៅជារបៀបភេរវកម្មវាទៅជារឿងនេះរឿងនោះគឺពិបាកអញ្ចឹងទេព្រះសង្ឃក៏ដូចជាសាសនាដទៃទៀតអាចចូលរួមចំណែកដើម្បីអប់រំសាសនិករបស់ខ្លួនប្រព្រឹត្តនៅអំពើល្អដែលវាជាការរួមវិភាគទានមួយសម្រាប់ភាពជឿនលឿនរបស់សង្គមនេះជាអ្វីដែលខ្ញុំប្រកាសខ្ញុំចង់បញ្ជាក់អំពីចំណងតាក់ទងបដិច្ចសមោបាទឬហៅថាវិចារវិទ្យាដែលបំពេញឲ្យគ្នាមានចំណងតាក់ទងគ្នានិងបំពេញឲ្យគ្នាទៅវិញទៅមកតាមរយៈរដ្ឋជួយទៅលើវិស័យសាសនានិងវិស័យសាសនាផ្ដល់ផលត្រឡប់មកវិញឲ្យរដ្ឋងាយស្រួលគ្រប់គ្រងសង្គមតាមរយៈមនុស្សល្អដែលបានទទួលការអប់រំពីវិស័យសាសនាក្នុងន័យនេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំយល់ឃើញថារាជរដ្ឋាភិបាលគណៈសង្ឃទាំងពីរគណៈនិងជនរួមជាតិត្រូវរួមគ្នាបន្តអភិរក្សនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនតាមរយៈការពង្រឹងតួនាទីដឹកនាំនិងគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីពុទ្ធវាទសម្ដៅជំរុញការប្រតិបត្តិនៅបរមពុទ្ធវាទឲ្យបានត្រឹមត្រូវជាពិសេសធ្វើនៅអំពើល្អនិងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធឈរលើមូលដ្ឋានទ្រឹស្ដីព្រះពុទ្ធសាសនាការរីកចម្រើនខាងផ្នែកសម្ភារៈត្រូវតែមានតុល្យភាពនិងការរីកចម្រើនខាងស្មារតីពលគឺចំណងខាងផ្នែកសម្ភារៈត្រូវអនុលោមជាមួយនឹងក្របខ័ណ្ឌគតិយុត្តសិលធម៌និងយុត្តិធម៌សង្គមការនេះសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកការផ្សព្វផ្សាយនិងការពង្រឹងការយល់ដឹងអំពីទស្សនវិជ្ជាព្រះពុទ្ធក្នុងសង្គមជាតិសម្ដៅជំរុញការប្រតិបត្តិធម៌វិន័យការកែលម្អផ្នត់គំនិតនិងការគោរពច្បាប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសង្ឃឹមយ៉ាងមុតមមថាអនុសង្ឃវជ្រមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី33នេះនឹងប្រមូលបាននៅបណ្ដុំបញ្ញាញាណបណ្ដុំបទពិសោធន៍និងទស្សនៈគ្រប់ជ្រុងជ្រោយកំណត់បានត្រឹមត្រូវនៅបញ្ហាប្រឈមមូលហេតុនៃបញ្ហាប្រឈមកាត់បន្ថយនិងលុបបំបាត់នៅបញ្ហាអវិជ្ជមានទាំងឡាយដែលដាក់ចេញនៅវិធានការនិងយន្តការថ្មីដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំនិងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាលើកកម្ពស់ស្មារតីសាមគ្គីធម៌និងអភិវឌ្ឍសមត្ថភាពជាគំរូនិងការអប់រំសិលធម៌សម្ដៅលើកកម្ពស់សុខសន្តិភាពសង្គមនិងសុខដុមនីយកម្មសាសនានិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងជីវភាពសម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវ
ថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំចង់និយាយបន្តិចតាក់ទិនបន្ថែមលើចំណុចខ្លះហើយគិតថាមួយផ្នែកព្រះរាជតំណាងតែមួយផ្នែកគឺខ្ញុំប្រកាសថាខ្ញុំនិយាយក្នុងឋានៈជាប្រធានព្រឹទ្ធសភាហើយក៏និយាយក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចផងដែរដំបូងខ្ញុំកណាខ្ញុំសូមចូលរួមតាក់ទិនជាមួយនឹងការចូលរួមនៅវិស័យសាសនាតាមរយៈការអប់រំអ្វីដែលជាគោលដៅដែលរដ្ឋាភិបាលរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដាក់ចេញមកចំណន់ខ្ញុំប្រកាសថាខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីសម្ដេចកលាហោមសខេងនៅធ្វើឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ពេលនេះគោលដៅរបស់យើងនៅតែចង់បានភូមិឃុំមានសុវត្ថិភាពចំណុចនេះគឺជាចំណុចដែលប្រសង់និងគ្រប់សាសនាអាចជួយបានព្រោះប្រសង់ក៏ដូចជាសាសនាដទៃទៀតនៅឯភូមិឃុំនោះឯងអញ្ចឹងទេតាមវិធីនៃការបញ្ជ្រាបការយល់ដឹងចំពោះប្រជាជនច្បាស់ណាស់ថាសន្តិសុខសណ្ដាប់ធ្នាប់សង្គមការបំបត្តិអំពើហិង្សាការជួញដូរមនុស្សការជួញដូរគ្រឿងញៀនលបែងស៊ីសងក៏នឹងត្រូវបានកាត់បន្ថយដូច្នេះបើយើងពិនិត្យអំពីចំនួនទីអារាមនៅក្នុងប្រទេសកម្ពុជាយើងមានរហូតដល់5144វត្តដែលមានប្រសង់ចំនួន75556នាក់វាស្មើនឹង1/5នៃចំនួនកងទ័ពទៅហើយកម្លាំងប្រអាវុធទៅហើយអញ្ចឹងទេការជួយយ៉ាងដូចនេះវាជាការស្រួលអ្វីដែលយើងចង់បានធំបំផុតគឺភូមិឃុំមានសុវត្ថិភាពសូម្បីតែរោងចក្រសហគ្រាសក៏យើងចង់បានហៅថារោងចក្រមួយគឺសហគមន៍សុខសាន្តមួយអញ្ចឹងយើងមិនអាចប្រើវិធីអ្វីក្រៅតែវិធីអប់រំនោះទេឱកាសមានច្រើនឥឡូវនៅកម្ពុជាអ្នកដែលកាន់ពុទ្ធសាសនាក៏មានភាគច្រើនអ្នកដែលកាន់គ្រឹះក៏មានភាគច្រើនក៏មានមួយចំនួនអ្នកដែលកាន់អ៊ីស្លាមក៏មានមួយចំនួនហើយសិតតែមានពេលវេលាចូលវិហារចូលទីអារាមផងដែរចឹងទេខ្ញុំប្រកាសថាខ្ញុំសូមអំពាវនាវចំពោះគ្រប់ទីអារាមគ្រប់ព្រះវិហារទាំងអ៊ីស្លាមទាំងគ្រឹះមេត្តាផ្ដល់នៅការអាវាតជៀសវាងអបាយមុខនានាហើយបង្កើតឲ្យមានស្ថានភាពល្អប្រសើរគ្រប់តួអង្គមនុស្សដែលពាក់ព័ន្ធជាមួយនឹងគោលដៅដែលយើងចង់បានគឺសម្រេចនៃភូមិឃុំមានសុវត្ថិភាពចំណុចទី2ខ្ញុំប្រកាសថាខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលក្នុងការបង្កើតឡើងការអនុវត្តបន្តអនុវត្តនៅខឿនការពារជាតិរបស់ប្រជាជនចំណុចនេះកម្ពុជាបានអនុវត្តតាំងពីដើមរហូតមកដល់ពេលនេះគឺខឿនការពារជាតិរបស់ប្រជាជនមិនមែនកងទ័ពដាច់ដោយឡែកធ្វើភារកិច្ចដាច់ដោយឡែកសម្រាប់វិស័យការពារជាតិទេវាត្រូវមានការរួមចំណែកហើយការរួមចំណែកនេះបានធ្វើក្នុងរយៈពេលកន្លងទៅផលណាស់ខ្ញុំប្រកាសថាខ្ញុំចេញពីទីនេះអរព្រគុណចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ទីអារាមអរគុណចំពោះប្រជាពលរដ្ឋជាទូទៅដែលបានចូលរួមក្នុងការគ្រប់គ្រងទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងវិស័យការពារជាតិក្នុងរយៈពេលកន្លងទៅជំនួយឧបត្ថម្ភនានា
ត្រូវបានផ្ដល់ទៅដល់មូលដ្ឋានរហូតទៅដល់មានការផ្ដល់ជាសម្ភារៈដែលសម្រាប់ទ្រទ្រង់ឲ្យសុវត្ថិភាពរបស់កងទ័ពដូចជាអាវក្រោះអីជាដើមអាវក្រោះអីជាដើមអញ្ចឹងទេចំណុចទាំងអស់នេះគឺជាចំណុចដែលយើងព្រោះព្រះអង្គបើកាលណាជាតិរលត់ហើយជាតិត្រូវបាត់បង់ជាតិត្រូវគេបំពានសាសនាក៏ត្រូវគេបំពានដែរដូច្នេះខ្ញុំប្រកាសណាខ្ញុំបន្តអំពាវនាវសម្រាប់ការចូលរួមព្រោះការការពារជាតិដើម្បីយើងសុំតែមិនសុខទេយើងមិនត្រូវការឆ្លៀតពៀនណាទេគេបានចោទយើងតែយើងចង់រកដីគេខ្មែរបាត់ដីអស់ច្រើនណាស់ទៅហើយអស់ច្រើនណាស់ទៅហើយនៅសល់ប៉ុណ្ណឹងគឺអាពាហ៍ប៉ុណ្ណឹងទៅបានហើយយើងមិនមានតម្រូវការចង់បានអ្វីពីនរណាទេពីនរណាទេអ្វីដែលអតីតកាលបានបន្សល់ទុកដោយមានក្បួនខ្នាតត្រឹមត្រូវគឺយើងរក្សាប៉ុណ្ណឹងទៅបានហើយកុំត្រូវការពង្រីកទឹកដីទៅណាទៀតអ្នកខ្លះចង់ឲ្យយើងទៅវាយយកកោះត្រល់ទៅវាយយកកម្ពុជាក្រោមអ្នកខ្លះចង់ឲ្យយើងទៅយកខេត្តបណ្ដាខេត្តនៅឯប្រទេសថៃអ្នកខ្លះចង់បានទឹកដីពីឡាវត្រឡប់មកវិញនេះប៉ុន្តែពួកគេបានត្រឹមស្រែកពីខាងក្រៅមកទេអ្នកនៅក្នុងស្រុកនោះគឺមានប្រមាណទៅពួកគេចេះតែនិយាយចឹងទេអ្វីដែលជាសក្តិត្រូវការរបស់យើងគឺការការពារជាតិរបស់យើងតែប៉ុណ្ណោះហើយក្នុងចំណុចនេះក្នុងរយៈពេលចុងក្រោយនេះដោយដែលសម្ដេចបរិយាគុណសម្ដេចឯកឧត្តមលោកជំទាវលោកស្រីបានដឹងហើយថាសភាពការព្រំដែនគឺមានកម្ដៅរបស់វាឡើងចុះខ្ញុំបង្ហាញការមិនយល់ហើយក៏បង្ហាញនៅការគេហៅថាភាពគេថាភាពឬថាក្រោតក្រៀតបន្តិចទៅចុះអំពីគេបាញ់ប្រជាជនយើងស្លាប់គេមិនថ្កោលទោសអ្នកដែលបាញ់ប្រជាជនស្លាប់ទេតែគេហៅថ្កោលទោសរដ្ឋាភិបាលគេដាក់សំណួរមករដ្ឋាភិបាលសូម្បីតែសុំ5ទៅបណ្ឌិតសេងសេរីឃើញបង្ហោះសារមួយថាលោកពុកធ្លាប់តែនិយាយលោកពុកនិយាយរឿងនេះនិយាយរឿងនោះឥឡូវមិនលោកពុកស្ងាត់លោកបណ្ឌិតហើយឈ្មោះថាបណ្ឌិតអីក៏ល្ងងម្លេះតើទីតាំងឈរជើងរបស់ហ៊ុនសែននៅកន្លែងណានៅពេលនេះមិនមែនជាទីតាំងដែលហ៊ុនសែនឈរដូចពីមុនទេបើទុកឲ្យហ៊ុនសែននិយាយដូចកាលពីពេលនៅធ្វើនាយករដ្ឋមន្ត្រីអញ្ចឹងយើងតែងតាំងយើងរៀបចំជ្រើសតាំងបោះឆ្នោតឲ្យមាននាយករដ្ឋមន្ត្រីធ្វើអីបើឲ្យរដ្ឋមន្ត្រីការពារជាតិឲ្យទាបាញ់និយាយអញ្ចឹងទាសីហាធ្វើអីបើឲ្យសខេងនិយាយតើសសុខាធ្វើអីឥឡូវយើងនិយាយគេចេះវិញបើថាល្ងងទៅនិយាយច្បាស់តែល្ងងទៅកុំចាំបាច់ឲ្យខ្ញុំហៅកុំធ្វើទស្សនវិទូខ្ញុំហៅអាល្ងងទូអាហ្នឹងអាល្ងងទូវាពិតជាល្ងងមែនវាអត់ដឹងថាកន្លែងទីតាំងឈរជើងវានៅកន្លែងណាហ៊ុនសែនស្គាល់ណាស់តួនាទីអស់ទាំងនេះហើយមិនមែនមានតែហ៊ុនសែនទេអ្នកចំនួនជាមួយគ្នានេះ
ដែលចេញដំណើរតាំងពីឆ្នាំ1979ជាមួយគ្នាសិតតែស្គាល់ទួលនីតិច្បាស់ណាស់កន្លែងណាត្រូវនិយាយកន្លែងណាមិនត្រូវនិយាយយើងបានដកខ្លួនចេញពីរដ្ឋាភិបាលហើយអញ្ចឹងទេតើឲ្យខ្ញុំត្រូវទៅនិយាយជួសនាយករដ្ឋមន្ត្រីឬយ៉ាងម៉េចអញ្ចឹងបើយើងទៅនិយាយជួសនាយករដ្ឋមន្ត្រីតើយើងចាំបាច់រៀបចំនាយករដ្ឋមន្ត្រីធ្វើអីក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ជាពិសេសច្បាប់រៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានចែងច្បាស់នាយករដ្ឋមន្ត្រីដឹកនាំនយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេសដូច្នេះគេមានតួនាទីរបស់គេត្រឹមត្រូវអញ្ចឹងបានជានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាក់ទងជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំហៅទូរស័ព្ទជាតិចកាលគឺតែងតែពីវ៉ាស៊ីនតោនពីសេតវិមានហៅមកទីក្រុងភ្នំពេញទេព្រោះយើងមិនអាចហៅទៅនោះទេពីនោះហៅត្រឡប់មកវិញណាយើងងាយស្រួលនៅក្នុងតំណែងតំណងនៃពេលវេលារបស់ប្រធានាធិបតីត្រាំជាមួយនឹងនាយករដ្ឋមន្ត្រីអេនវ៉ាអ៊ីប្រាហ៊ីមក៏ត្រូវតំណែងតំណងគ្នាគេមិនមែនតាក់ទងពីរវាងប្រធានាធិបតីត្រាំជាមួយនឹងប្រធានព្រឹទ្ធសភាហ៊ុនសែនណាឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមួយហ៊ុនសែនណាអំណាចវាបែងចែកអញ្ចឹងហេតុអ្វីបានខ្លួនធ្វើជាល្ងងឬក៏ខ្លួនត្រូវប្រើវិធីហ្នឹងដើម្បីនឹងបង្អាប់បន្តបង្អាប់អញ្ចឹងទេក៏សូមជូនបញ្ជាក់ត្រឡប់ទៅវិញហើយវិធីនៃបញ្ហាដែលតេតិនជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលខ្ញុំគិតថាគេធ្វើត្រូវដែលខ្ញុំបង្ហោះសារមួយថាការប្រមូលនេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់តែមិនស្ងៀមបានតែគេថាគេមិនមែនដេកមើលទេគ្រាន់តែគេមិននិយាយវាមិនមែនជារឿងដែលត្រូវតក់កុហលឧទាហរណ៍ខ្លះគេប្រមាថវាយយើង3ថ្ងៃទេខ្លះគេប្រមាថវាយយើងយក4ខែដើម្បីដោះដូរណាជាមួយនឹងប្រាសាទនេះប្រាសាទនោះប៉ុន្តែយើងនឹកក្នុងចិត្តថាបើឯងក្បាលប៉ានដែកឯងមកក្នុងចិត្តយើងនិយាយក្នុងចិត្តតែយើងមិនបាននិយាយចំហទេនៅទីនេះសិតតែជើងអ្នកទាហាននេះហើយមិនមែនទាហានត្រឹមតែមកការពារខ្លួនទេពីដើមទាហានដើរឲ្យគេបាញ់ព្រោះទាហានត្រូវវាយលុកចូលប្រទេសគេចូលប្រទេសអញ្ចឹងមិនមែនទាហានសម្រាប់ក្រាបបាញ់ទេទាហានសម្រុកទៅមុខអញ្ចឹងពាក្យប្រមាថមួយចំនួនទុកឲ្យអ្នកឯងប្រមាថទៅយើងមិនអួតអាងអីទាំងអស់ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើងការពារសិទ្ធិរបស់យើងប៉ុន្តែកន្លងទៅឧទាហរណ៍បញ្ហាព្រៃច័ន្ទភូមិព្រៃច័ន្ទឬថានៅខេត្តបន្ទាយមានជ័យគេចង់ឲ្យយើងផ្ទុះអាវុធភ្លាមឥឡូវបើផ្ទុះអាវុធភ្លាមតើលទ្ធផលវាចេញមករបៀបម៉េចសូមជួយឆ្លើយផងមើលគេកំពុងតែញុះឲ្យយើងដើម្បីផ្ទុះអាវុធផុតពីរឿងមួយដល់រឿងមួយសូម្បីតែជាពីមកៅស៊ូក៏គេបាញ់ណាទៅយប់ណាបាញ់ស្ទើររាល់យប់ប៉ុន្តែ
ខាងរាជរដ្ឋាភិបាលខាងកងទ័ពគេណែនាំមិនឲ្យឆ្លើយតបទេអាវុធបាញ់ស្ទើររាល់យប់ស្ទើររាល់ថ្ងៃប៉ុន្តែយើងមិនតបតព្រោះវាបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលត្រូវគោរពនឹងទី1ទី2វាបានដើរដល់សេចក្តីថ្លែងការណ៍នៃសន្តិភាពរវាងកម្ពុជាថៃដែលមានទាំងម៉ាឡេស៊ីមានទាំងសហរដ្ឋអាមេរិកហើយក៏មានទាំងចិនបានដឹងឮផងដែរទាំងអស់នេះនិងមិត្តភ័ក្តិនៅលើពិភពលោកបានដឹងដែរគេកំពុងតែសង្កេតមើលបើយើងឆ្លងឆ្លើយហួសហេតុគឺវាទៅជាគេហៅថាជំលោះពាក្យសម្ដីអញ្ចឹងទេស្ងាត់តែមិនស្ងៀមកលេចមើលកងទ័ពមើលយើងមានការផ្លិតភ្លាំងខ្ញុំទទួលស្គាល់ដោយយើងមិនបានបំពាក់អាវក្រោះអាវការពារអាវសុវត្ថិភាពឲ្យបងប្អូនប៉ុន្តែឥឡូវនេះវាលើសពីការគ្រប់គ្រាន់ទៅហើយតើនឹងគេធ្វើអីអានឹងក៏ជាវិស័យការពារជាតិដែលគេធ្វើដោយស្ងាត់ស្ងៀមបន្តិចទៀតខ្ញុំនឹងមានម៉ាកមួយ DSS សម្រាប់ផលិតបំពាក់ឲ្យកងទ័ពឲ្យនាំចេញទៀតព្រោះកាលដែលខ្ញុំទៅទល់ដែនកងទ័ពគេថាសូមធ្វើអគ្គវិជ្ជាការអគ្គភស្តុភារជាន់ខ្ពស់ថាអូខេធ្វើអញ្ចឹងបើអគ្គវិជ្ជាការជាន់ខ្ពស់ត្រូវធ្វើភស្តុភារខ្ញុំមិនលើកលែងតែមានតម្រូវការនៃការសុំយោបល់របស់នាយករដ្ឋមន្ត្រីនិងអ្នកដទៃទៀតខ្ញុំនឹងប្រល់ហើយលើក្នុងក្រុមនៅក្នុងក្រុមចុចភ្លាមគឺមានអ្នកដែលត្រូវចូលរួមប្រជុំយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចសូម្បីតែនៅព្រៃច័ន្ទពេលដែលកើតរឿងភ្លាមនាយករដ្ឋមន្ត្រីបានទូរស័ព្ទមកសួរថាតើពុករឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េចចុះកូនឯងដោះស្រាយយ៉ាងម៉េចថាឥឡូវអត់មានផ្ទុះទេយើងត្រូវតែនៅត្រង់ប៉ុណ្ណឹងថាត្រូវប្រសិនហើយអ្នកដទៃគេថាយើងនឹងគេបាញ់សម្រាប់ប្រជាជនហើយនៅស្ងៀមទៀតប៉ុន្តែឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់និងរបួស3នាក់ហ្នឹងទេវាទៅលើសពីនោះថៃក៏ត្រូវស្លាប់អាចច្រើនហើយយើងក៏ស្លាប់ដល់ស៊ីសផុតនោះនិយាយគ្នាច្បាស់កន្លែងនោះយើងមិនមែនខ្លាចវាយទេក៏ប៉ុន្តែវាយទៅវាបានផលមកវិញស្អីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាពតើវាគួរទេអ្នកដទៃអ្នកឯងនិយាយបាននៅខាងក្រៅទេប៉ុន្តែសុំសួរថាពួកអ្នកឯងបានថ្កល់ទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរអ៊ូសហើយនៅអញ្ចឹងទៅត្រូវបញ្ជាក់អំពីចំណុចនេះឲ្យបានច្បាស់តួនាទីវាមានខុសគ្នាយើងទាំងអស់គ្នានេះទាំងប្រសង់ទាំងកុហករាប់ទាំងខ្ញុំកណាខ្ញុំធ្វើជាផុសភារកងទ័ពមើលជួយទៅខ្ញុំឃើញចិត្តតបើមើលតាម TikTok អីមានទាំងបរោះមានទាំងស្ត្រីដេអាវអាដេញណែអាវក្រោះហើយយកទៅបាញ់សាកបានយកទៅឲ្យកងទ័ពបាទឥឡូវគឺថាអាហ្នឹងហើយស្ងាត់តែ
តែមិនស្ងៀមយើងត្រូវពង្រឹងរកវិធីដើម្បីធ្វើម៉េចការពារសុវត្ថិភាពយើងមិនយកអាវនឹងទៅជុលឲ្យគេបាញ់ទេប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកវិធីផ្គត់ផ្គង់កងទ័ពឲ្យបានល្អប៉ុន្តែអ្នកដទៃរុញខ្លាំងណាស់ដើម្បីឲ្យយើងផ្ទុះអាវុធណាថាអត់ដល់ណាទៀតពីមុនគេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើចប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធបានទទួលស្គាល់ហើយពាក្យអរគុណសន្តិភាពមិនសាមញ្ញទេកុំចាំបាត់សន្តិភាពបានស្រែករកសន្តិភាពអញ្ចឹងត្រូវការពារសន្តិភាពទៅនេះវាស្ថិតក្នុងចំណែកទូចមួយនៃដែនដីនិងពេលវេលាក៏ប៉ុន្តែវាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលដែរអញ្ចឹងបើយើងពិនិត្យមើលអំពីដែនដីនៃចំនួនវាតូចណាស់បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាពពេលវេលាវាតិចណាស់ប្រៀបធៀបជាមួយនឹង24ម៉ោងលើ24ម៉ោងភាពរអាក់រអួលនៅកន្លែងតូចតាចមួយចំនួនគ្រាន់តែប៉ុណ្ណឹងវាបង្កើតបាននៅបញ្ហាសម្រាប់កង្វល់នៃអ្នកខាងក្រោយទៅហើយចូលតម្រង់ដល់បាត់សន្តិភាពទូទៅប្រទេសទៀតវាយ៉ាងម៉េចអញ្ចឹងទេពាក្យអរគុណសន្តិភាពដែលមុននេះគេឌឺដាក់យើងឥឡូវភ្លឺភ្នែកកាយហើយឬនៅមិនមែនជាចៃដន្យទេដែលយើងដាក់ចេញនៅចំណុចនេះឥឡូវគេឌឺនៅពាក្យដែលថាស្ងាត់តែមិនស្ងៀមទៀតគេឌឺទៀតប៉ុន្តែពួកអាឌឺនេះវាមិននៅក្នុងស្រុកណាវានៅក្រៅស្រុកពួកអាឌឺសូមអ្នកគិតឲ្យបានច្បាស់នៅអ្វីទៅដែលហៅថាយើងគោលដៅរបស់យើងគឺសន្តិភាពវិលត្រឡប់ទំនាក់ទំនងជិតខាងល្អត្រូវបានកសាងជួសជុលកសាងហើយយើងឥឡូវយន្តការជាច្រើនកំពុងតែដំណើរការឧទាហរណ៍គណៈកម្មការព្រំដែន CBC ឥឡូវនេះគេកំពុងដើរវាស់វែងទៀតគេប្រជុំគ្នាហើយគេដើរវាស់វែងម្សិលមិញវាស់វែងពីបកគោលប្រមាណ52ដល់59ដើរវាស់វែងដើរវាស់វែងដើរវាស់បកគោលទៅបោះបានប្រមាណពោះអញ្ចេះអនុសារណៈយោគយល់គ្នាឆ្នាំ2000ពេលនោះយើងបានធ្វើត្រឹមតែដើររកបកគោលចាស់ទេមិនតាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណាទេឥឡូវនេះដល់ដំណាក់កាលដែល JBC គេឈានទៅដល់កំណត់នៃការកន្លែងណាបកគោលព្រំដែនដែលបានប្រកាសទទួលស្គាល់ទាំងសងខាងហើយពីបកគោលមួយទៅបកគោលគេនឹងដើរបោះបកគោលទៅតាមហ្នឹងចឹងទុកភារកិច្ចនេះឲ្យគេធ្វើទៅមិនមែនតែឯងអ្នកមកស្រែកទេហើយក៏មិនមែនមកតម្រូវឲ្យប្រធានព្រឹទ្ធសភានិយាយដែរនាយករដ្ឋមន្ត្រីក៏មិនតម្រូវឲ្យនិយាយដែរទេគេមានសិទ្ធិនឹងនិយាយខ្ញុំក៏មានសិទ្ធិនិយាយដែរក៏ប៉ុន្តែបើខ្ញុំនិយាយទៅវាមិនមែនជារឿងល្អទេប៉ុន្តែខ្ញុំមានសិទ្ធិនឹងពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល
ប៉ុន្តែមានពេលខ្លះខ្ញុំនិយាយក្នុងនាមខ្លួនខ្ញុំផ្ទាល់ឧទាហរណ៍ហើយជាបដិជនតាមដានរឿងមិនអត់ទេប្រជាពលរដ្ឋរបស់យើងរឿងនិយាយច្រើនពេករឿងបើកច្រកនេះមុននោះនិយាយម្ដងហើយអាហ្នឹងតាំងពីជំនាន់រដ្ឋាភិបាលមុនលោកអីថងថាំផនថាំនាយករដ្ឋមន្ត្រីស្រីទីនោះនិយាយពីរឿងបើកច្រកហើយនៅខាងក្នុងយើងនេះដូចអត់ឃើញមានអ្នកនាំពាក្យឬក៏អ្នកណាអីស្រែកតបសោះអញ្ចឹងខ្ញុំកុំនិយាយព្រោះអាហ្នឹងការងាររបស់យើងនេះទាញ Facebook មកដាក់រំងសុំបិទ100ឆ្នាំទៀតប្រាប់ថាតាំងពីថៃបិទទល់ដែនមកខ្មែរមិនដែលកម្ពុជាមិនដែលទៅសុំបើកទេហើយបើសិនជាថៃបិទ100ឆ្នាំទៀតក៏ខ្មែរមិនងាប់ដែរដល់ចុងក្រោយនេះនាយករដ្ឋមន្ត្រីថៃនិយាយមិនតិចពីជាង2ដងណាមិនបើកច្រកអ្នកនាំពាក្យកងទ័ពចេញមកនិយាយច្រើនដងរហូតដល់ថ្ងៃដែលខ្ញុំប្រតិកម្មរដ្ឋមន្ត្រីការពារជាតិបាននិយាយថាក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែនបានខ្ញុំទាញមកដាក់ Facebook ថាសូមឲ្យថៃបិទ100ឆ្នាំឬ500ឆ្នាំទៀតហើយខ្ញុំសូមបញ្ជាក់ខ្ញុំប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជាបើកព្រំដែនថៃកម្ពុជាថៃព្រោះគេនៅបើកគេនៅបិទយើងកុំទៅសុំបើកកុំធ្វើថោកព្រោះរឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយយើងមិនមែនអ្នកបិទទេគេអ្នកបិទកូនសោនៅលើគេហេតុអីបានយើងទៅវល់សុំគេសុំជូនសារទៅថ្នាក់ដឹកនាំថៃមិនថាស៊ីវិលមិនថាកងទ័ពកម្ពុជាមិនធ្វើថោកទៅសុំឲ្យថៃបើកច្រកព្រំដែនទេអត់ទេកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឲ្យទំនិញថៃតើវិធីនោះទៅណាប៉ុន្តែខ្ញុំសូមនិយាយរឿងមួយកុំទៅជលហួររហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរទេអាហ្នឹងជាការខុសក្បួនគេផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជាដូចជា CP នេះវាផលិតវាចិញ្ចឹមមាន់វាចិញ្ចឹមអាហ្នឹងពងមាន់ទិញវាមកស៊ីមកវាមានស្អីអាហ្នឹងរបស់យើងតើមកក៏ទៅជ្រុលហើយមកសិលមិញខ្ញុំនិយាយឲ្យអស់ទៅចាកូនស្រីខ្ញុំមិនធ្វើអគ្គនាយកទូបាយ័នហើយគ្នាក៏ក្រាបការវាមិនបានដែរបើតាមើលទៅសួរពុកឥឡូវហ្នឹងអាបូកូតាគេសុំវាយបុកឡើងវិញហើយចុះបូកូតារបស់ជប៉ុនដែរបាទចារបស់ជប៉ុនហើយចុះមិនបានមិនវាយថាកែលក់នៅនេះគឺជនជាតិថៃថាឈួតព្រោះទៅជាអញ្ចឹងអស់ទៅអ្នកដែលថៃអញ្ចឹងបានជានៅក្នុងការនិយាយរបស់ខ្ញុំតែងតែដាស់តឿនអ្វីដែលមាននៅក្នុងប្រទេសថៃដែលគេថៃវិនិយោគនៅទីនេះត្រូវការពារគេត្រូវថែទាំគេចាត់ទុកអានឹងជាការរបស់យើងកុំទៅហួសពីនឹងទំនិញដែលគេផលិតក្នុងស្រុកយើងគឺ
ជាតំណែងហើយអា PTT រាល់ថ្ងៃមិនមែនយកប្រេងពីថៃមកលក់ទេអា PTT យកប្រេងពីសិង្ហបុរីពីម៉ាឡេយកមកលក់ហើយអត់ទៅចាក់សាំងទៀតអាហ្នឹងក៏ហើយទៅអញ្ចឹងវាទៅជ្រុលអាហ្នឹងវាទៅជ្រុលអាហ្នឹងទីចុងបំផុតសម្រាប់សេដ្ឋកិច្ចខ្លួនឯងទៅកុំឆ្លាតរហូតដល់សម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងហើយក៏កុំទៅជ្រុលដូចជា K01 ដែលខ្ញុំបង្ហោះវាទៅធ្វើយុទ្ធនាការដើរសុំតំណែងតាមហាងយកទៅដុតរត់ដល់ផ្ទុះអាកំប៉ុងទឹកដោះគោយកទៅដុតព្រោះវាផ្ទុះអាហ្នឹងវាទៅជ្រុលនិយមហើយទៅជ្រុលនិយមអារបស់ហ្នឹងយើងយកលុយទៅទិញគេយកមកយកលុយទៅទិញគេដើម្បីយកមកហើយអញ្ចឹងតើឲ្យគ្នាទៅមិនបញ្ហាសំណូមពរធ្វើតែប៉ុណ្ណេះទេសុំលក់អានឹងឲ្យអស់ទៅតែកុំអាលយកមកទៀតណាតែប៉ុណ្្នឹងឯងលក់ឲ្យអស់ប៉ុន្តែក្រៃលោអាមិនអស់នេះវានៅតែមិនអស់រហូតប្រយ័ត្នណាខ្ញុំសូមជម្រាបហ៊ុនសែននៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបកកណ្ដាលទោះបីនាយករដ្ឋមន្ត្រីមិនធ្វើប៉ុន្តែក៏ត្រូវដាស់តឿននាយករដ្ឋមន្ត្រីដែរទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃទាំងសងខាងសុទ្ធតែកំពុងលេងល្បែងចាញ់ដូចគ្នាប៉ុន្តែយើងលោតទៀបធ្លាក់មកវិញឈឺក៏មិនទៅខ្លាំងដែរតែគេលោតខ្ពស់ជាងធ្លាក់មកវិញគឺឈឺខ្លាំងនៅត្រង់ណាបើយើងក្រៅតួលេខក្រៅផ្លូវការទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាង 10,000 លានប៉ុន្តែទំហំពាណិជ្ជកម្មដែលមាននៅក្នុងកត់ត្រាដោយជើងលេខកូដឆ្នាំ2024ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង 6,000 លានដោយក្នុងនោះកម្ពុជានាំចេញទៅថៃ 1,100 លានឯថៃនាំមកកម្ពុជា 5,400 លានដោយតែថៃមានអតិរេកពាណិជ្ជកម្មជាង 4,000 លានអញ្ចឹងអ្នកណាខាតអ្នកណាចំណេញសភាពាណិជ្ជកម្មថៃតែងតែប្រកាសថានៅពេលដែលមានបញ្ហាយើងបាត់បង់ជាមួយនឹងការនាំចេញជាមួយនឹងកម្ពុជាក៏មិនមែនចង់បានអាហ្នឹងទេប៉ុន្តែយើងបខំចិត្តដូចជាអ៊ីនធឺណិតអគ្គិសនីហើយប្រេងឥន្ធនៈថ្ងៃណាក៏ថ្ងៃគម្រាមបិទថ្ងៃណាក៏ថ្ងៃគម្រាមដាក់ផ្ដាច់ការពិតយើងមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងក៏ប៉ុន្តែយើងគោរពកុងត្រារ៉ូស៊ីអញ្ចឹងដល់និយាយច្រើនពេកប្រាប់រៀបចំ
ដល់ម៉ោងរាច់ក្រឹបមួយទៅដល់អគ្គិសនីយើងមានអគ្គិសនីនៅឯខេត្តកោះកុង50មេហ្គាវ៉ាត់ប៉ុន្តែដោយសារគោរពកុងត្រារ៉ូស៊ីជាមួយគ្នាមានការទិញភ្លើងពីថៃចូលមកកម្ពុជា24មេហ្គាវ៉ាត់ពេលដែលខ្ញុំនិយាយហើយស្រាប់តែឃើញព័ត៌មានថាត្រាតកំពុងផ្គត់ផ្គង់ឲ្យខេត្តកោះកុង24មេហ្គាវ៉ាត់អាណាផ្គត់ផ្គង់ប៉ុន្តែហើយថាបើសិនជាចាំមានបទបញ្ជានឹងកាត់ប្រាច់ខ្ញុំក៏បានសួរទៅម៉ណែតហើយសួរទៅកែវរតនៈថាភ្លើងយើងមានក៏ប៉ុន្តែយើងគោរពកុងត្រារ៉ូស៊ីណាបានយប់នោះប្រាប់ទៅណែតថាបើឯងកូនអញហើយផ្ដាច់ភ្លើងឲ្យបានមុនម៉ោង5ភ្លឺអាហ្នឹងមិនមែនប្រើមិនមែននេះទេសម្ដេចមិនមែនជាប្រធានបកទេអានេះគឺថាតួនាទីឪនាយករដ្ឋមន្ត្រីប្រាប់នាយករដ្ឋមន្ត្រីប្រាប់ថាបើឯងកូនអញហើយផ្ដាច់ភ្លើងហ្នឹងមុនម៉ោង5ភ្លឺហើយពេលហ្នឹងវាចំពេលអីណែកែវរតនៈទៅកោះកុងនឹងទៅទៀតព្រោះវាមានប្របាអីអាបារ៉ែតទេវានៅអញ្ចឹងបដាច់របស់ថៃគឹបរួញអាដែងកម្ពុជាឡើងចេះវាជាប់បាត់ហើយរួចមួយចេញមកទៀតថាបិទប្រេងត្រឹមតែ3ខែកម្ពុជាចុះចាញ់ហើយអញ្ចឹងទេនាយករដ្ឋមន្ត្រីគេលឿនគេលះថាកុំឲ្យពិបាកពេកបិទឯងប្រេងឯងចោលបដ ாய் ទៅជាប់រឿងដល់បិទប្រេងចោលទៅនោះអាគ្នាយើងក្នុងស្រុកគ្នាឈប់យកប្រេងពីថៃហើយទៅយកប្រេងពីវៀតណាមយកប្រេងពីសិង្ហបុរីពីម៉ាឡេមកលក់ក៏អត់ទិញគ្នាទៀតទៅជុលមកជំនាញទៀតរឿងវាអញ្ចឹងហើយរឿងនេះពិភពលោកបានដឹងហើយបានដឹងឮហើយណាសិតតែមហាអំណាចទៀតនោះមហាអំណាចអាមេរិកមហាអំណាចចិនណាបណ្ដាប្រទេសអាស៊ានហើយលើពិភពលោកគេត្រូវការហើយរឿងខាងភាគីថៃហែកចោលอะไรណែសក្តិថ្លែងការថាប្រជុំគ្រប់យ៉ាងទុកឲ្យថៃធ្វើខ្លួនឯងទៅហើយតទល់ចំពោះមុខប្រធានាធិបតីអាមេរិកនិងតទល់ជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានទៅកម្ពុជាមិនទៅទទួលកំហុសជំនួសអ្នកដទៃឬក៏រែកពុនកំហុសជាមួយអ្នកដទៃទេសូមស្គាល់ហ៊ុនម៉ាណែតឲ្យបានច្បាស់បន្តិចបើឪនេះមិនមែនកូនកដោទេច្បាស់វាជាកូននេះដែរគ្រាន់តែមុខវានឹងពេលដែលនិយាយវាត្រូវអាញឹមព្រោះអាញឹមវាមិនអាញឹមហ្មងបងម៉ែវាមុខអាញឹមដែរដល់វាកាត់ទៅវាអាញឹមដល់ទៅអានឹងនិយាយយ៉ាងម៉េចក៏មុខវានៅតែអាញឹមដល់ហ៊ុនសែននិយាយទៅមុខរឿងកម្ៅវិញចេះប៉ុន្តែអ្វីវាជាតួនាទីនាយករដ្ឋមន្ត្រីហើយខ្ញុំនិយាយរួមសិតតែជាមេដឹកនាំជើងចាស់នៅទីនេះបានបកគលការងារនេះទៅឲ្យគណៈដឹកនាំ
ដែលកំពុងស្ថិតនៅក្នុងជួររដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះប៉ុន្តែពួកគេក៏មានក៏ជានិច្ចកាលសុំរាយការណ៍ជូនប្រធានគណៈបកអនុប្រធានគណៈបកនិងគណៈអចិន្ត្រៃយ៍អំពីគោលការណ៍នានាដែលត្រូវប្រកាន់យកប៉ុន្តែពេលអនុវត្តជាក់ស្ដែងគឺនាយករដ្ឋមន្ត្រីគេចេញធ្វើហើយនឹងបញ្ហាដូចគ្នាកាលដែលខ្ញុំប្រកាសណាខ្ញុំចេញទៅចរចានៅឯជាមួយប្រកាសណានឹងចរចានៅបញ្ហានានាទាក់ទងនឹងការរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្ញុំប្រកាសណាខ្ញុំបាននិយាយជាមួយបងហេសវិនបងជាស៊ីមបងសៃបុថង3នាក់ខ្ញុំប្រកាសណាខ្ញុំបានប្រាប់បងទាំង3នាក់ថាប្រសិនបើឲ្យខ្ញុំទៅចរចាត្រូវឲ្យសិទ្ធិខ្ញុំចរចាអញ្ចឹងស្អីបន្តិចក៏មកសួរភ្នំពេញស្អីបន្តិចក៏សួរភ្នំពេញធ្វើម៉េចយើងចរចាកើតករណីដូចគ្នានេះខ្ញុំប្រកាសណាខ្ញុំអត់ជ្រែកជាមួយនឹងកិច្ចការរបស់នាយករដ្ឋមន្ត្រីទេលើកលែងតែនាយករដ្ឋមន្ត្រីទៅសួរយោបល់ថារឿងបែបនេះគួរទៅធ្វើយ៉ាងម៉េចប៉ុន្តែខ្ញុំកណាខ្ញុំតែងតែមានទម្លាប់ដូចដែលខ្ញុំកណាខ្ញុំប្រាប់និយាយពីមុនខ្ញុំកណាខ្ញុំតែងសួរទៅវិញតើចុះគំនិតរបស់កូនឯងនេះបើពេលនិយាយទូរស័ព្ទអីជាមួយគ្នាមិនដែលហៅលោកនាយករដ្ឋមន្ត្រីទេសួរថាកូនឯងនិយាយចង់ដោះស្រាយថាម៉េចគេថាចង់ដោះស្រាយចេះដោះអញ្ចឹងក៏ដោះអញ្ចឹងទៅព្រោះវាសមហេតុសមផលហើយយើងគ្រប់គ្រងទៅពួកគេក៏ចង់ឲ្យប្រធានគណៈបកឬក៏ថាឪរបស់គេដែលកំពុងមានតួនាទីនៅក្នុងនោះដែរនោះបានដឹងឮដែរអាហ្នឹងគឺជារឿងដែលខ្ញុំកណាខ្ញុំចង់និយាយហើយជូនសារទៅអ្នកដទៃទៀតតើចង់ឲ្យមានសង្គ្រាមទៀតឬក៏ចង់មានសន្តិភាពខ្លះគេថាកាត់ដីដោះដូរជាមួយសន្តិភាពនាយករដ្ឋមន្ត្រីបានចេញបន្លឺហើយគ្មានកិច្ចព្រមព្រៀងណាមួយតែត្រូវបាត់និយាយពីរឿងបាត់បង់ដីធ្លីទេអត់តាន់មានទេបទឈប់បាញ់ស្អីទៅជាកលឹះនៃបទឈប់បាញ់មិនចល័តតបមិនបន្ថែមបងតបអញ្ចឹង3ចំណុចដល់អាដែងណែសក្តិប្រកាសអំពីសន្តិភាពនេះកាត់បន្ថយអាវុធធុនធ្ងន់ដោះមីតបក្រាបអនឡាញស្អីមួយទៀតទៅជា4ចំណុចហើយដោះមីនវាត្រូវដោះរួមគ្នាមិនអាចដើរដោះម្នាក់ឯងដោះដល់ហើយរាយបលាលួសយត់ទេអត់ទេណាប្រធាននាយកបដីត្រាំជាមួយនឹងម៉ណែតបាននិយាយគ្នាពីរឿងហ្នឹងតាហើយខាងនោះចង់ដើរតាមតែចិត្តដោះតាមចិត្តអត់ទេត្រូវមានថាដោះកន្លែងណាត្រូវដោះរួមគ្នាបើមិនអញ្ចឹងដើរទៅតណាត់តណែងមិនដឹងថាតណាមានណាទៅកំណត់រួមគ្នាអញ្ចឹងតួនាទីនេះសូមកុំផន់ច្រឡំថាយើងកាត់ដីដូរជាមួយសន្តិភាពអត់ទេបើមិនអញ្ចឹងមិនបាច់ចាំច្បាំងទេខាងនោះកុំរៀមវាយយកតាកបីប្រហែលថ្ងៃឬសូតើកុំរៀមត្រៀមវាយតាកបីបើដើម្បីជៀសវាងសង្គ្រាម
Chẳng dương ơi ta cả bây ta kia là bọc đâu. Cái trong ban bà sát bà bì hìa. Chẳng dương ơi bà sát bà bì hìa ta kia tử. Đã bây đo đôi bố sát hiệp. Chẳng bạch cho vay thử ấy. Mà thà bởi lóp. Bởi lóp ta bìa đó bà đâu. Tại vì nóm cây lóp. Hai trong xong bỏng miên. Nè để lên Facebook. Công rồi bức đáy chôl cầm bắn ở sau. Trong mình ơi rồi luôn ấy, trong bé bà hơi. Thoáng là vô ròn tay thả mệnh, thả thơ. Nó rương son là dốc chiết, nó trong tờ thơ. Hãy xong công mà xong tổ ấy na. Đây. Dây kia chứ bà mong, xong công là bước đây. Dây pram phá nhá tên mong. Mình thả bà xong mình thả cả họ đi. Công là bước đây, chôl tới cả mình. Hãy tích tha. Tol tập phê cho bó hôn sân. Ban. Khoan sở chứ ở đây. Phê na cả đời. Đại bằng hóa hơi. Anh chôl tới cả mình. Nơi kẹo xấu ủi luôn. Nơi không xấu ủi luôn đi. Bé bà hơi tư. Bé bà hơi. Nếu mình mới chia bơ bà đại ca thì bơ này ấy chôl mà chê. Này ấy chôl mà bà bạc chất. Tức chất con tóm. Chẳng ẩm bơ nhu nhung, ẩm bơ khá chưa, ẩm bơ có bắt chiết ta mà đó. Ẩm bơ có bắt chiết ta mà đó. Phần tay mà đó mong đi. Dương át toàn miên đọ sành chiết này nào mùi đi. Khổng bơ để thay ban đọ sành chiết pi nẹ rồi chả hơi, cứ ly trong phát hay cốc hàn. Chẳng ta, nơi lưu vì phong lục, miên bật tích tròn nà. Tơ tay, 80% នៃប្រទេសដែលមានច្បាប់ដកសញ្ជាតិដកជាតិដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេតែវានឹងឈានដល់ប្រសិនបើគេប្រព្រឹត្តដល់កម្រិតនោះដល់កម្រិតនោះអានឹងគឺថានិយាយយ៉ាងដូចនេះថ្ងៃនេះបាត់ធរបាត់អាអស់ប៉ុន្តែបដិជគុណគណៈខ្ញុំធ្លាប់និយាយលេងធ្លាប់នេះហើយពីដើមគណៈខ្ញុំអាសានិយាយបើមានសង្គ្រាមក្របអត់ស្គាល់ប្រសងសោះមិនស្គាល់ទេកាលដែលខ្ញុំគណៈខ្ញុំនៅឆ្នាំ1973ខ្ញុំគណៈខ្ញុំនៅអាយុ21ឆ្នាំទេពេលហ្នឹងនៅខាងពីមច្រលាំងខ្ញុំគណៈខ្ញុំជាមួយនឹងលោកទៅបោះតបក្បែរវត្តលោកហើយត្រង់សេនោះមានទៅក្នុងវត្តលោកទៅទៀតដល់ទៅពេលអីយន្តហោះមកបាញ់យើងនាំគ្នារត់ទៅរកត្រង់សេនៅវត្តលោកហ៎ព្រោះផ្ទះនៅក្បែរវត្តលោកនោះស្រាប់ហូចមានបងស្រីម្នាក់លោកអើយជួយផងលោកមានតែជួយមិនបានទេអាត្មាក៏ទៅដែរប្រចដល់ទៅចូលទៅលោកស្បង់មិនចង្កេងចងាងលោកអត់បានស្បង់ហ្នឹងនៅទៅនឹងមាត់ត្រង់សេហ្នឹងណាហួយយន្តហោះនោះអាយន្តហោះហ្នឹងកាលហ្នឹងជំនាន់អាខ្លែងស្រាក់គេអាខ្លែងស្រាក់វាចេះតែកលឹងហើយយើងទៅសង្ស័យលោកនឹងទៅទៀតថាលោកនឹងកែដាក់សញ្ញាព្រោះស្បង់នៅមាត់ត្រង់សេហ្នឹងវាមិនទៅជាឡើងពណ៌ហ្នឹងស្មានតែដាក់ជាសញ្ញាឲ្យណែយន្តហោះវាយទៅកន្លែងហ្នឹងកងតបទៀតមានអីលោកប្រសង់មានលីអូឯណាបាទដឹកគុណណាពេលដែលភ័យមែនតើណាប្រច
ចូលទៅក្នុងត្រង់សេហ្នឹងប្រមាណអង្គនោះប៉ុន្តែមានមួយអង្គជាប់នៅក្រៅនេះសបងនៅក្រៅនេះអញ្ចឹងទេអត់មានលីអូទៅតែខ្លួនចឹងបានថាសន្តិភាពមិនមែនសម្រាប់អ្នកណាម្នាក់គឺសម្រាប់ទាំងអស់គ្នាហើយក៏មិនមែនសម្រាប់តែអ្នកដែលគេឈ្លានពានយើងដែរអ្នកឈ្លានពានយើងក៏គេកាន់តែគ្រោះថ្នាក់កុំភ្លេចអសោះខ្ញុំកណាខ្ញុំក៏ជាតបម្នាក់ហើយជាតបដែលធ្លាប់ប្រយុទ្ធយើងវាយគេទៅវាយគេណាហើយណាស់ត្រូវប្រើ3ទៅវាយ1ហើយយើងសម្រាប់ទប់ទល់យើងត្រូវការ1វាយជាមួយ3បើណែឯងមិនមែនក្បាលប៉ានដៃទេកុំគេហៅថាកុំមាត់ឆៅពេកណាកុំមាត់ឆៅពេកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងហើយយើងអត់មានត្រូវការទៅខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់ខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំកណាខ្ញុំគឺថាបង្ហោះម្ដងគឺកាលនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយអ្វីដែលខ្ញុំកណាខ្ញុំសូមចំបញ្ជាក់សូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅសុំនេះសុំ5ហើយរឿងកាត់ប្រាច់រៀងរាល់ការប្រជុំមិនថាប្រជុំអន្តរជាតិខ្នាតណាទេអនុតំបន់មេគង្គឬអិចមេកឬ GMS ណែគណៈកម្មការមេគង្គ CLMV អាស៊ានអាស៊ីបូព៌ាឬក៏ទូទាំងពិភពលោកតែងនិយាយពីការតភ្ជាប់ប៉ុន្តែឥឡូវការតភ្ជាប់វាបាត់បង់ហើយការដែលថៃបិទព្រំដែនកម្ពុជាជាមួយកម្ពុជាវាមិនមែនគ្រាន់តែជាការកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជាថៃទេតែវាជាការកាត់ផ្តាច់ការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានអាស៊ីបូព៌ានិងអាស៊ីផ្លូវដែកសិង្ហបុរីគុនមិញតើឆ្លងកាត់ណាឆ្លងកាត់សិង្ហបុរីម៉ាឡេថៃកម្ពុជាវៀតណាមបានតិចចិត្ត Highway អាស៊ានគឺវាត្រូវឆ្លងកាត់ពីវៀតណាមមកកម្ពុជាទៅថៃ Highway អាស៊ីដែលតភ្ជាប់រហូតដល់ទួរគីនៅម្ដុំអ៊ីស្តាំប៊ុលក៏វាត្រូវឆ្លងកាត់ប្រទេសទាំងនោះដែរអញ្ចឹងទេនេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេមិនមែនជាសកម្មភាពរបស់កម្ពុជាទេហើយខ្ញុំសង្ឃឹមថាការវិលត្រឡប់
ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះឈ្នះដែលប៉ុន្មានខែកន្លងទៅនេះយើងស្ថិតក្នុងស្ថានភាពចាញ់កម្ពុជាក៏ចាញ់ថៃក៏ចាញ់ព្រោះប្រជាជនត្រូវជួបការលំបាករត់លូនបន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្មខាងនេះក្រមជ្រុលនិយមគេតែងនិយាយប៉ុន្តែអ្នកឯងទៅភ្លេចអ្នកប្រើប្រាស់គឺជាចវាយទីផ្សារកម្ពុជាទំហំពាណិជ្ជកម្មដែលនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេយើងនិយាយថាប៉ុណ្ណេះទៅចុះថាមួយឆ្នាំ5000 លាន$5000 លានសម្រាប់ថៃថាតូចប៉ុន្តែសម្រាប់ប្រជាជនថៃក៏មិនមែនជាតូចទេដែលខាតបង់ចកាបន្លែផ្កាឬក៏ផ្លែឈើឬក៏ផលិតផលដែលសម្រាប់នាំមកកម្ពុជាទៅបាត់បង់តំណែងមួយចំនួននាំចូលមកហើយលក់មិនដាច់នាំចូលនាំត្រឡប់ទៅវិញដោយប្រជាជនខ្មែរពាក់ឯកាមិនប្រើប្រាស់ប៉ុន្តែខ្ញុំនៅទៅបញ្ជាក់ថាយើងកុំទៅហួសជ្រុលផលិតកម្មដូចជាស៊ីម៉ង់ដែលផលិតនៅខេត្តកពតខេស៊ីមិនអានឹងជាផលិតផលផលិតនៅស្រុកខ្មែរគ្រាន់តែអ្នកវិនិយោគមកពីថៃចុះបើសិនជាយើងបិទរោងចក្រនឹងចោលយើងជាអ្នកសម្លាប់ខ្លួនឯងទេកុំទៅជ្រុលហួសពីហ្នឹងសុំកុំធ្វើតាម K01 អាហ្នឹងទៅប៉ុណ្្នឹងទេទៅជ្រុលហួសព្រមឡាអាណាតយោទំនិញយកទៅដុតចោលហើយដុតហើយបង្ហោះវីដេអូទៀតប៉ុន្តែបានវាបង្ហោះវីដេអូដែរបានដល់យើងដឹងធ្វើឈួតកណាខ្ញុំសុំអភ័យទោសដោយសារតែត្រូវនិយាយប៉ុន្តែនេះគឺថាពាក្យសម្ដីរបស់ហ៊ុនសែនដែលក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចហើយជាប្រធានព្រឹទ្ធសភាមិនបរិយាតំណាងទេព្រះមហាក្សត្រទេតែនិយាយមិញមកវាវទៅមិញហ្នឹងហើយជឿជាក់លើរដ្ឋាភិបាលទុកការងារគេធ្វើហើយសូមអ្នកដទៃកុំញុះឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រដាប់អាវុធវាមិននាំដល់ផលចំណេញណាមួយទេឥឡូវត្រូវការចរចាហើយការចរចាវាដល់កម្រិតកំពូលហើយដែលមានមហាអំណាចមកចុះហត្ថលេខាហើយមើលទីកន្លែងចុះហត្ថលេខាសូមមានសង្កេតទេទឹកដីម៉ាឡេប៉ុន្តែបន្ទប់អាមេរិកខ្ញុំស្គាល់អាមេរិកច្បាស់រឿងពិធីការភាពម៉ត់ចត់របស់អាមេរិកលើបញ្ហាពិធីការមិនធម្មតាខ្ញុំធ្លាប់ទៅប្រជុំនៅអាមេរិកអាស៊ានអាមេរិក2 ដងនៅញូវយ៉កម្ដងនៅសិនធរឡែនម្ដងញូវយ៉កដូច2010សិនធរឡែន2016ច្បាស់លាស់រឿងពិធីការនេះខ្លាំងណាស់អូបាម៉ាមកប្រជុំនៅទីក្រុងភ្នំពេញ
ច្បាស់លាស់ទាំងពិធីការទាំងសន្តិសុខជូបេដិនមកប្រជុំនៅទីក្រុងភ្នំពេញច្បាស់លាស់ទាំងពិធីការនិងទាំងសន្តិសុខចឹងសូមសង្កេតមើលទឹកដីម៉ាឡេប៉ុន្តែបន្ទប់ចុះហត្ថលេខាគឺបន្ទប់អាហ្វ្រិកសូម្បីតែពលយមនិយាយមិនមែនពលយមអាស៊ានឬម៉ាឡេទេដឹកពីវាយហៅមកផ្លាកសញ្ញាមើលកមុខពិធីការត្រូវរៀបចំដោយភាគីអាមេរិកសូមកំផន់ច្រឡំលើរឿងនេះខ្ញុំគិតថាខ្ញុំអត់និយាយជួសឲ្យនាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែគាត់ថាអំពាវនាវសូមទៅម៉េចយើងបន្តការគ្រប់គ្រងនៅនយោបាយខឿនការពារជាតិរបស់ប្រជាជនចូលរួមទាំងអស់គ្នាដើម្បីសេចក្តីសុខទាំងអស់គ្នាហើយខិតខំដណ្ដើមមកវិញនៅសន្តិភាពដែលបាត់បង់នៅផ្នែកមួយនៅតាមព្រំដែនកម្ពុជាថៃតាមរយៈទង្វើឆ្ពោះទៅរកសន្តិភាពគ្រប់គ្រងសន្តិភាពហើយសូមគុំដឿមដាមតទៅទៀតឲ្យអាដៀមដាមតទៅអរគុណសន្តិភាពហ្នឹងដែលគេយកទៅជាពាក្យលេងសើចឥឡូវคล้ายទៅជារឿងដែលវាពិតទេឥឡូវគេកំពុងលេងសើចទៅលើអាពាក្យយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់នាយករដ្ឋមន្ត្រីសប្តាហ៍ថ្ងៃប៉ុន្តែណែខ្ញុំគ្រាន់តែចង្អុលឲ្យណែមួយតែមួយទេមុនវាយគ្នានិងក្នុងពេលវាយគ្នាក្រោយវាយគ្នាតបយើងមានអាវក្រោះនិងមានមួកដៃគ្រប់គ្រាន់យើងធ្វើបែបព្រោះយើងគិតថាមិនមានសង្គ្រាមប៉ុន្តែឥឡូវវាលើសពីការគ្រប់គ្រាន់ហើយខ្ញុំកណាខ្ញុំសង្ឃឹមថានឹងនាំចេញអាវសុវត្ថិភាពនេះចេញទៅផ្គត់ផ្គង់ឲ្យប្រទេសក្រៅទៀតបើសិនគេបញ្ជាទិញហើយម៉ាករបស់ឈ្មោះគឺ DSS ហើយខ្ញុំកណាខ្ញុំធ្វើតកែបាទហើយដៃគុណមកត្រូវការពាក់ជួនកាលទៅមុនទៅស្រោចទឹកក្បែរទួលទៅការពាក់បើក៏ពាក់អីសម្ដេចបដិជគុណប្រសំសម្ដេចឯកឧត្តមលោកជំទាវអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ដែលនឹងប្រកាសបើកនាពេលបន្តិចទៀតនេះនឹងប្រព្រឹត្តទៅក្រោមស្មារតីមហាសាមគ្គីភាពដ៏ទូលំទូលាយនិងស្និទ្ធស្នាលបំផុតស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុខសន្តិភាពវិបុលភាពសុភមង្គលព្រមទាំងមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនានិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមលុបដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈបំផុតអបាញ់មិញខ្ញុំកណាខ្ញុំភ្លេចនិយាយរឿងមួយរឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំកណាខ្ញុំគិតថាខ្ញុំកណាខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ជុបាញ់ប្រមាណមកខ្ញុំកណាគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះ
ហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសារក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់ឮសូរនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយវត្តជប់បាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយោគយល់រឿងនេះខ្ញុំកណាខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលិកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្អាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាមិនគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹងដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជុំចាប់យកតម្រោព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណយអធមជាថ្មីម្ដងទៀតក្នុងព្រះបរមនាមព្រះករណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងក្នុងនាមទូលព្រះបង្គំខ្ញុំព្រះករណាខ្ញុំផ្ទាល់សូមឲ្យអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នេះសម្រាប់បានជោគជ័យដ៏ត្រចះត្រចង់ដើម្បីអភិរក្សនិងអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើននិងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាតាមរយៈការអប់រំសីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមថ្វាយព្រះពរប្រគេនពរនិងជូនពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកានៃអង្គពិធីសូមមានសុខភាពល្អបរិបូរណ៍
សុភមង្គលក្នុងគ្រួសារនិងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារនិងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពេណៈកុំបីគ្រឿងគិតឡើយឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរទូលព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមនាំមកនៅពរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើទ្វងទ្រង់សពពរាជហារតីប្រពរាជទានពរាជទ្រព្យផ្ទាល់របស់ព្រះអង្គសម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី3លើកទី33ចំនួន20លានរៀលផងដែរទូលព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមប្រកាសបើកអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ចាប់ពីពេលនេះតទៅសូមអរគុណសូមអង្គពិធីទាំងមូលជាទីគោរពដកពងពោះសម្ដេចតេជោព្រះរាជតំណាងដកពងពោះបំផុតនឹងបានប្រគល់នៅព្រះរាជទ្រព្យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង